รีบสู้บองปอนទាំងអស់គ្នាបងប្អូនល្ងាចឡើងហើយតែអត់ដឹងថាត្រូវធ្វើអីញ៉ាំបែបលក្ខណៈថាលឿនងាយណាបងប្អូនអាចសាកធ្វើប្រហិតឈឹងមីគោកញ៉ាំលេងបានកំដរមាត់ពេលល្ងាចឡើងដូចជាថាម៉ោង3ម៉ោង4អីយើងចាប់ផ្ដើមហាវឬក៏ឃ្លានជាប្រភេទអាហារសម្រន់ណាលេងខ្ញុំធ្វើប្រហិតឈឹងមីគោកញ៉ាំនៅផ្ទះដោយខ្លួនឯងរៀនធ្វើឲ្យក៏ចង់ដឹងថាបើសិនជាស្នាដៃធ្វើឲ្យឆ្ងាញ់អាចនឹងបន្ថែមជាមនុស្សនៅកន្លែងតូបលក់បុកល្ហុងរបស់ខ្ញុំអញ្ចឹងណាប៉ុន្តែរសជាតិដែលធ្វើឲ្យគឺឆ្ងាញ់អាចទទួលយកបានអញ្ចឹងខ្ញុំអាចនឹងបន្ថែមមីនុយប្រហិតឈឹងមីគោកនេះនៅតូបខ្ញុំប៉ុន្តែក៏អត់ទាន់ដឹងថាថ្ងៃណាតែអាចនឹងមានអញ្ចឹងបងប្អូនអាចសាកល្បងធ្វើញ៉ាំបានតែបើចង់ដឹងពីរបៀបធ្វើអីបងប្អូនអាចចូលទៅ channel YouTube របស់ខ្ញុំបានហើយពឹងបងប្អូនមិនជួយ like channel YouTube ខ្ញុំផង